ស្ដីបងប្អូនទាំងអស់គ្នាស្មើនឹងម៉ោងប៉ុន្មាននេះអ្នកពេញអ្នកកំពុងសោមស្មើនឹងតែម៉ោង8ព្រឹកនេះបងប្អូនបាទទឹកធ្លាក់ស្ទឹងហើយបងប្អូនកុំភ្លេចមកលេងបងប្អូនទាំងអស់គ្នាថ្ងៃសៅរ៍នេះថ្ងៃនេះយើងដើរលេងចឹងណាដើរលេងអីកាត់ស្រេះកាត់អីព្រៃភ្នំមានទឹកឈូសអីណាភាពស្អាតហ្នឹងណែបើខ្នងខ្ញុំបងទាំងអស់គ្នាយើងមើលទឹកធ្លាក់ទាំងអស់គ្នាបាទទឹកធ្លាក់ស្ទឹងហើយនេះដើរបងប្អូនអូស្អាតបងប្អូនអើយវ៉ាដល់នេះបាទឡើយខ្ញុំមកដល់ទឹកធ្លាក់បាទអូមកតាមខ្មោចហ្នឹងបងស្រស់ស្អាតបងប្អូនខ្ញុំមានជីវិតជាកូនអ្នកស្រីរស់នៅបែបណាក៏សប្បាយមិនចង់ទៅក្រំឃើញតែសំណងសំឡេងរំខានចិត្តនឿយណាយរងនៅទីនេះក៏សាងជីវិតជាកសិករក៏សប្បាយមិនចង់ទៅឆ្ងាយបងប្អូនឥឡូវខ្ញុំទៅលេងទឹកធ្លាក់ទៅណាឥឡូវយើងកំពុងដើរទៅនេះយ៉ាបងប្អូនអើយទៅជឿស្អាតណាដើរតាមថ្មតាមអីចឹងណាបងប្អូនណាត់អស់នេះមើលទឹកជ្រៅបងប្អូនខ្ញុំឃើញថ្មចឹងថាទឹកធ្លាក់ជ្រៅដើរតាមក្លៀតថ្មតាមអីចឹងណាដើរមួយទៀតតែបងប្អូនស្អាតអស់នេះទឹកជ្រៅបងប្អូនទឹកធ្លាក់ប៉ុន្តែគេថារូបខ្ញុំរៀនចប់បាយជាដើរពីយ៉ាងណាមិនអីត្រឹមពីសំដីរូបខ្ញុំក៏ចង់ជោគជ័យដែរចង់មានលុយចាយចង់ស្គាល់ដុល្លារចង់មានវេលាជួយពុកម៉ែពាក្យលើកទឹកចិត្តបណ្ដុះគំនិតចង់មានជីវិតដែលដូចគេមិនចង់លំបាកដោយការពីមុនលើផ្លូវជីវិតដែលពួកយើងឆ្លងដល់លើនេះកន្លែងបងអាំងសាច់អាំងហើយអីបងចង់ទៅមុខមិនចង់ទៅវិញអារម្មណ៍ការទុកព្រោះតែគេថាក៏ចង់ជោគជ័យលះបងអូនអើយcòn năm chơiទៀតចាក់លះបងឈ្មោះទៅរកក្តីស្រមៃខ្លួនយើងជាយើងខំប្រឹងធ្វើទៅមិនអត់ប្រយោជន៍នោះទេថ្ងៃមួយមកដល់វានឹងហត់ផលជាផ្លែជាផ្កាតាមដូចគេចេះតែគិតមិនដឹងពេលណានោះទេអូមកអញ្ចឹងបងគិតតែម្នាក់ឯងម្នាក់ឯងគ្រប់ពេលនេះថ្ងៃដើរទេមកលេងទឹកជ្រោះស្ទឹងហើយបងប្អូនសុខចិត្តស៊ូនៅទូបងប្អូនរៀងរេកុំកាត់នឹកស្ទែងណាស់បត់ចាំងស្ដាប់អូទឹកភ្នែកពុកអើយម៉ែអើយកូនជាជីវិតអរក្តីស្រមៃនៅឆ្ងាយមិនបងប្អូនទាំងអស់គ្នាឃើញវីដេអូហ្នឹងហើយកុំភ្លេចហៅមិត្តភ័ក្តិបងភឿនទីចិត្តទីឆ្ងាយមកលេងទឹកធ្លាក់ស្ទឹងហើយទាំងអស់គ្នាបងប្អូនបាទខ្ញុំចែករំលែកវីដេអូនេះឲ្យទៅដល់បងប្អូនកុំភ្លេចជួយ share ជួយ comment អ្នកមួយបងប្អូនពាក្យល្អៗខ្ញុំចែករំលែកវីដេអូថ្មីៗសម្រាប់បងប្អូនទស្សនាទាំងអស់គ្នាបងប្អូនវីដេអូនេះមានប៉ុណ្ណឹងបងប្អូនអរគុណច្រើន